បាទជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញ project បទរសជាតិជីវិតដែល play យើងទើបតែបន្ទោះនៅក្នុង TikTok អញ្ចឹងបងអាចចូលទៅក្នុង project ជាមួយខ្ញុំទាំងអស់គ្នាហើយបងនឹងដឹងថានៅក្នុងហ្នឹងមាន sound និយាយខ្លះបានយើងបង្កើតទៅជាបទ play មួយបទដែលតាក់ទៅជាបងអូខេតោះបាទឥឡូវយើងចូលមកដល់ project ដែលខ្ញុំធ្វើហើយ project នេះមានអីច្រើនទេស្កាសពេញនឹងមើលយល់ទេបងអញ្ចឹងចាំខ្ញុំរៀបរាប់មួយទៅតាម track ហើយនឹងទៅតាមឈ្មោះរបស់ instrumentដំបូងឡើយយើងរាប់ចេញពី score ពី track ទី1មានន័យថាក្នុង score វាបែងចែកមានច្រើនមាន kick snare ដែលគេថាប្រភេទដឹបហ្នឹងគេហៅ kick ហើយ kick snare hi hat tom ride crash មាន crash មានអីចឹងទៅតែខ្ញុំអត់ចង់ឲ្យបងយល់ពី instrument អីទេគ្រាន់តែចង់បង្ហាញថានៅក្នុង project ហ្នឹងមានអីគេខ្លះឥឡូវខ្ញុំហើយនេះគឺជា track របស់ bus ហ្នឹងមានន័យជាគ្រប់របស់ score ហ្នឹងដែលយើងចងទៅវាចេញចេះអញ្ចឹងអធិស្ឋានផងបងដោយសារ sound នេះវាឮចេញពី speaker monitor ហើយវាចូលទៅក្នុង mic របស់ទូរស័ព្ទអញ្ចឹងសលេងវាស្ទើរបានល្អទេចាអធិស្ឋានផងនិយាយថាខ្ញុំជឿថតណាញ៉ៃយក sound ចេញពី computer អីញ៉ៃអញ្ចឹងងាយអញ្ចឹងទៅហើយនេះគឺជាហ្គីតាបាសឡាយហ្គីតាបាសនេះឡាយដោយលេងដោយបងរ៉ូដារ៉ូគាត់បញ្ចូលហើយមាន drum B នឹងមានស្គរធំខ្ញុំដាក់ rename ឈ្មោះឲ្យយល់សម្រាប់ខ្លួនឯង drum B បាទហើយយើងមាន effect នេះខ្ញុំដាក់សម្រាប់ពេលដែលឆ្លងមើលស៊ីឆ្លងវគ្គហ្នឹងឯងឲ្យវាស៊ីឲ្យវាសំកុំឲ្យឆ្កម effect នេះគឺជាសលេងខ្យល់ដែលខ្ញុំដាក់ចឹងទៅហ្នឹងសម្រាប់យើងពេលដែលឆ្លងមើលស៊ីខ្ញុំដាក់ហើយនេះអីគេ chord ខ្ញុំប្រើ sound ដូច scene ចឹង sound ហ្នឹងយើងដាក់ទ្រាប់ដើម្បីឲ្យបត់ហ្នឹងវារៀងណែនបន្តិចកុំឲ្យវាប្រហោងចឹងទៅ chord ពួកបត់សំខាន់មែនទែន chord ហ្នឹងឯង E piano បទនេះអត់មានលេងអីច្រើនទេ E piano ដាក់អកយកហ្មងអត់មានបដាគ្រាប់អីទេអត់មានអីយ៉ាងនេះហើយ string chord ហើយ string chord មួយទៀតបូកអានេះ string chord នេះយើងលេងបែបញាក់បែបកត្រាក់យើងបូកចូលគ្នាហើយ string chord មួយទៀតអានេះខ្ញុំលេងនៅកន្លែងនេះនិយាយស្ដាប់ទៅបូកចូលគ្នាចេះអូខេបន្តទៀត guitar clean sound guitar clean បែបនេះអធិស្ឋានបងសម្រាប់ guitar វារៀង passive តិចពោះ guitar បាត់ចិត្តយើងធ្វើមានបណ្ណាធ្វើប៉ុណ្្នឹងទៅហ្នឹងហើយ sound guitar clean ហើយ guitar solo នេះនឹងកតុយបញ្ចប់ខ្ញុំដូចជាខ្ញុំចង់ដូររសជាតិ play ហ្នឹងឲ្យវាមាន electric កត្រាក់អារម្មណ៍តិចវាបែបខ្ញុំពិបាកចេញអារម្មណ៍តែបងអាចស្ដាប់បានelectric នេះបញ្ចូលដោយបងប៉ាវហ្គីតាចូលដល់បងប៉ាវបានឃើញ share វីដេអូបងហើយនេះគឺជា power chord ហ្គីតា power chord សលេងវាបែបនេះបងសលេងប្រាវវាធ្វើឲ្យបត់ហ្នឹងវាឡើងមកកម្រិតទៀតនៅពេលដែលមាន power chord ធ្វើឲ្យបត់ហ្នឹងមានទម្ងន់ជាងមុនបែបកាយជាងមុន chord ជាងមុនបែបស្ដាប់ទៅរៀងកាយតិចហើយហ្គីតាសាំនេះ plug in ទេមិនមែនជាហ្គីតា real live អីទេហ្គីតា plug in ហើយបន្ទាប់ពីមានហ្គីតាសាំទៀតនេះដូចជាយើងលេង style អីចេះហើយ strum យើង strum
instrument ដែលនៅក្នុង bot ហ្នឹងគាត់ឧបករណ៍មួយហ្នឹងដើរតួមកដែលជាឧបករណ៍ខ្មែររបស់យើងខ្មែរ instrument ឧបករណ៍ draw ហើយឧបករណ៍ draw នេះអ្នកបញ្ចូលឧបករណ៍ draw គឺបង Rida ខ្ញុំពេញចិត្តអ្វីដែលគាត់ផ្ដល់ឲ្យខ្ញុំជាការងារដែលខ្ញុំដាក់ឲ្យគាត់ហើយអ្វីដែលគាត់ផ្ដល់ឲ្យខ្ញុំវិញគឺពេញចិត្តអត់សូវជាខុសចិត្តខ្ញុំទេអញ្ចឹងខ្ញុំធ្វើការតាមមួយបង Rida ទេពាក់ព័ន្ធមួយ bot ដែលត្រូវបញ្ចូលខ្មែរ instrument ដូច Cloy ដូច draw នេះអីខ្ញុំឲ្យតែបង Rida បញ្ចូលទេគាត់សម្រាប់ខ្ញុំណាគឺ the best ហ្មងនេះជា draw របស់បង Rida ក្លូចហ្មងខ្ញុំដឹងបងស្ដាប់នៅក្នុងទូរស័ព្ទច្បាស់ប៉ុណ្ណាទេប៉ុន្តែជាក់ស្ដែងអេមណាស់ចាំខ្ញុំដាក់ភ្លេងពេញនៅក្នុងចុងវីដេអូខ្ញុំដាក់ sound ឲ្យបងហើយនេះ solo របស់គាត់ solo នេះដែលកន្លែងខ្ញុំទទួលបាន view ច្រើនជាងគេគឺចំណុចហ្នឹងឯងចាឥឡូវយើងស្ដាប់ជាមួយនឹង instrument ផ្សេងអូខេ ចឹងអ្វីដែលបងឮរយៈពេល3នាទីឬក៏4នាទីនៅក្នុងចម្រៀងរបស់បាត់ហ្នឹងវាធម្មតាទេប៉ុន្តែអ្វីដែលមិនធម្មតាហ្នឹងនៅពេលដែលយើងធ្វើវាក្នុងអំឡុងក្នុងរយៈពេល2នាទី3នាទីឬក៏4នាទីហ្នឹងណាវាអត់ធម្មតាយើងត្រូវចាយពេលនៅពីក្រោយការងារហ្នឹងរាប់ម៉ោងរាប់ថ្ងៃអាចឈានដល់ខែបាត់ខ្លះអាចធ្លាក់ដល់ចូលឆ្នាំអីក៏មានដែរអញ្ចឹងការងារនេះវាមិនអាចគិតថាវាមិនស្រួលដែរបាទហើយនៅក្នុង project នេះដូចបងប្អូនឃើញវាមាន sketch ដឹងស្អី sound គូបគ្នាតិចម្នាក់ហ្នឹងវាបង្កើតទៅជារសជាតិចម្រៀងមួយបែបដែលធ្វើឲ្យមានការចាប់អារម្មណ៍ធ្វើឲ្យបងមានការចាប់អារម្មណ៍បានជាក់ស្ដែងដូចខ្ញុំឧទាហរណ៍ថាការស្លរបស់យើងវាត្រូវមានគ្រឿងផ្សំនេះបន្តិចបានគូផ្សំទៅជាសម្លមួយដែលមានរសជាតិអញ្ចឹងទៅហើយគេអាចរាប់វាទៅជាមុខម្ហូបអីមួយអញ្ចឹងវាត្រូវមានគ្រឿងផ្សំដូចគ្នាការងារភ្លេងតន្ត្រីក៏ត្រូវមានគ្រឿងផ្សំអត់អាចថាអៀងទៅណាឬក៏អ្នកណាត្រូវលេចធ្លោជាងគេឬគឺក្នុងអ្វីជាគ្រឿងផ្សំហ្នឹងវារួមចំណែកគ្នាបន្តិចនេះវាបង្កើតទៅជារសជាតិមួយដ៏អស្ចារ្យជាងទៅប៉ុន្តែអ្វីដែលពួកខ្ញុំធ្វើនេះវាស្ថិតនៅក្នុងគុណភាពមួយជាកម្រិតចំណេះជំនាញរបស់ពួកខ្ញុំទេវាអត់ទាន់ដល់កម្រិតមួយថាវាអស្ចារ្យឬក៏វាល្អគ្មានគូប្រៀបអីអត់អាចទេគាត់តែជាអ្វីដែលខ្ញុំអាចធ្វើបានទៅតាមសមត្ថភាពនិងចំណេះដឹងខ្ញុំបច្ចុប្បន្ននៅក្នុងពេលឥឡូវហ្នឹងអញ្ចឹងខ្ញុំនឹងវិវត្តព្យាយាមសិក្សាបន្ថែមហើយនឹងព្យាយាមពង្រឹងសមត្ថភាពការងារក៏ដូចជាគុណភាពការងារបន្តទៅមុខទៀតហើយខ្ញុំសង្ឃឹមថាបងនឹងចូលចិត្តវីដេអូហ្នឹងហើយនឹងបានយល់ពីអ្នកផលិតតន្ត្រីអ្នកធ្វើចម្រៀងអញ្ចឹងកុំភ្លេចជួយគាំទ្រមិនថាជាការងាររបស់ពួកខ្ញុំឬក៏ការងារបងផ្សេងក៏ភ្លេចជួយគាំទ្រនឹងលើកស្ទួយទៅលើវិស័យប្រភេទចម្រៀងឬក៏អីហ្នឹងផងបាទជាចុងក្រោយខ្ញុំមានតែម្រាមដៃ10អរគុណទៅបងទាំងអស់គ្នាដែលបានគាំទ្រហើយកុំភ្លេចជួយចុច like វីដេអូហ្នឹងផងហើយ repost វីដេអូហ្នឹងម្នាក់មួយផងជាកម្លាំងចិត្តបាទអរគុណឧបត្ថម្ភធំដោយខ្លួនឯងសម្រាប់បងពូអ៊ំដែលចង់ធ្វើចម្រៀង original ឬក៏ cover ភ្លេងថ្មីអាច contact មកខ្ញុំបាទជាងសំឡេងតាមរយៈ QR Telegram មួយនេះបាទសូមអរគុណ